ក្មេងប្រុសល្ងងឲ្យហើយបងថ្លៃស្រីរបស់នាងឲ្យលឿនចេញមកបងប្រុសទី2ហេតុអ្វីបានជាអ្នកខ្ជិះខ្ជីដង្ហើមរបស់អ្នកលើមនុស្សល្ងងម្នាក់យើងចូលទៅខាងក្នុងភ្លាមហើយស្វែងរកមនុស្សនោះហ្វេងស៊ីនាងមនុស្សរបស់អ្នកទាំងអស់បានស្លាប់ទៅហើយវាជិត1ឆ្នាំហើយខ្ញុំនៅតែប្រកាន់ខ្ជាប់នៅមនុស្សល្ងងម្នាក់នេះពូហេតុអ្វីមិនមកជាមួយខ្ញុំសៀងឡាវនំប៉័ងចំហុយម្សៅបើអ្នកមិនចេញមកឆាប់ទេខ្ញុំនឹងចូលមកខ្ញុំចេញហើយសៀងឡាវតើអ្នកនៅតែរស់នៅទីនេះខ្ញុំប្រាប់អ្នកប៉ុន្មានដងហើយខ្ញុំនឹងមិនរៀបការជាមួយអ្នកទេស្ត្រីមេម៉ាយវ័យក្មេងម្នាក់នេះពិតជាកាន់តែច្រើនឡើងវាស្រស់ថ្លានិងស្រស់ស្អាតណាស់ភូមិនីវប៊ីទាំងមូលបានអត់អាហាររយៈពេល3ថ្ងៃបន្ទាប់ពី1ខែអណ្ដូងនោះស្ទើរតែស្ងួតអស់គ្រួសារឆាងរបស់ខ្ញុំត្រូវបានគេចាត់ទុកថាមានគ្រាប់ធាងជាតិដែលបានរក្សាទុកបើអ្នកមិនគិតពីខ្លួនឯងទេអ្នកនឹងត្រូវគិតពីអ្នកដទៃជានិច្ចគិតមើលទៅអ្នកល្ងងឲ្យខ្ញុំសុខចិត្តអត់ឃ្លានជាញ៉ាំអាហារពីគ្រួសារឆាងរបស់អ្នកនេះឧត្តមខ្ញុំធ្លាប់ជាសមាជិកនៃសាលាយោធាសម័យទំនើបជាមួយនឹងសញ្ញាបត្របណ្ឌិតពីផ្នែកវិទ្យាសាស្ត្របុរាណចិនប្រទេសអ៊ីតាលីពួកគេបានឆ្លងកាត់ចូលទៅក្នុងទីហោស្ថានពេលខ្ញុំបើកភ្នែកឡើងខ្ញុំក៏ខ្លាចជាបែបនេះមនុស្សល្ងងអាយុ20ឆ្នាំមកពីភូមិនីវេអ្នកប្រមាញ់វ័យក្មេងភូមិទាំងមូលកំពុងរងទុក្ខដោយទុរភិក្សហើយបងប្រុសរបស់ខ្ញុំបានធ្លាក់ខ្លួនស្លាប់1ឆ្នាំមានតែបងថ្លៃស្រីមេម៉ាយឈ្មោះហ្វេងស៊ីប៉ុណ្ណោះមិនដែលបោះបង់ចោលខ្ញុំទេហើយបានផ្ដល់ឲ្យខ្ញុំនៅរបស់នេះមនុស្សល្ងងបានអូសបន្លាយរឿងនេះរហូតមកដល់សប្តាហ៍ថ្ងៃនេះប៉ុន្តែនៅពេលនេះខ្ញុំមិនអាចបន្តធ្វើពុតបានទៀតទេឈប់លោកគ្រូទី3អ្នកបានមកដល់ពេលវេលាដ៏ល្អឥតខ្ចោះហើយមនុស្សល្ងងនោះគាត់បានបុកនរណាម្នាក់សៀងឡាវកាលពីខែមុននៅការិយាល័យរដ្ឋាភិបាលខេត្តខ្ញុំទើបតែបញ្ជូនប្រពន្ធ3នាក់មកអ្នកស្ត្រីហើយអ្វីបានជាអ្នកមកមាត់ទ្វារផ្ទះរបស់ពួកគេដើម្បីបានពួកគេចៅហ្វាយទី3ច្បាប់នៃរាជវង្សយូដ៏អស្ចារ្យយោងតាមច្បាប់ទាំងបុរសនិងស្ត្រីត្រូវតែមានអាយុលើសពី14ឆ្នាំនៅលីវមិនលើសពី1ឆ្នាំអ្នកដែលនៅមិនទាន់រៀបការលើសពីពេលវេលាដើម្បីបង្កើតការរៀបចំអាពាហ៍ពិពាហ៍និងរៀបការជាមួយនាងដើម្បីជួយនាងខ្មាស់អៀនណាស់ស្រីក្មេងឲ្យអ្នកគួរតែគិតឲ្យបានច្បាស់លាស់អំពីរឿងនេះ3ថ្ងៃក្រោយមកខ្ញុំបានយកអំណោយភ្ជាប់ពាក្យមកទ្វារតោះទៅ3ថ្ងៃគឺគ្រប់គ្រាន់ហើយអរគុណព្រះជាម្ចាស់ដែលខ្ញុំមានការចងចាំអំពីជីវិតអនុស្សាវរីយ៍របស់ខ្ញុំភ្នំខាងក្រោយនៃភូមិនីវប៊ីត្រូវបានគ្រប់ដណ្ដប់ដោយមានស្ពាន់ធក្នុងរយៈពេល3ថ្ងៃខាងមុខខ្ញុំនឹងទាញយកស្ពាន់ធចេញដើម្បីចម្រាញ់ទៅជាម្សៅកាំភ្លើងឥឡូវនេះយើងមានស្ពាន់ធហើយយើងនៅតែត្រូវការឈើធ្យូងនិងថ្មធ្យូងធ្យូងងាយស្រួលរកណាស់ព្រោះសម្រាប់រឿងនេះការលក់ថ្មអាចជួយក្នុងស្ថានភាពព្រោះរងស្ងួតនៅក្នុងគ្រួសារវាត្រូវបានកោសនៅក្នុងបង្គន់វារួចរាល់ហើយខ្ញុំនឹងប្រើវានៅក្នុងស្ដេចយូដ៏អស្ចារ្យនេះពួកគេបានបំផ្ទុះបាត់ពិភពលោកថ្មីទាំងស្រុងដោយសំឡេងហូរកញ្ជ្រៀវពួកគេបានធ្វើដំណើរត្រឡប់មកវិញសេនយួនឯងកំពុងធ្វើអ្វីហ្នឹងបងស្រីថ្លៃឲ្យមិនថាថ្ងៃស្អែកមានរឿងអ្វីកើតឡើងទេស្នាក់នៅខាងក្នុងហើយកុំចេញមកក្រៅដើមឡើយខ្ញុំជាទាហានសម័យទំនើបកម្មវិធីបណ្ឌិតទ្វេនៅបណ្ឌិតសភាវិទ្យាសាស្ត្រចិននិងវិទ្យាសាស្ត្របានធ្វើដំណើរដោយមិននឹកស្មានដល់ទៅកាន់សម័យកាលមួយដែលមានទុក្ខភូមិនីវប៊ីនេះបានក្លាយជាភូមិ20អ្នកប្រមាញ់ល្ងងខ្លាយអាយុ18ឆ្នាំបងប្រុសរបស់នាងបានស្លាប់ដោយសារជំងឺដោយបន្សល់ទុកនាងឲ្យខ្លាយជាស្ត្រីប្អូនថ្លៃស្រីចៅក្នុងភូមិសម្លឹងមើលបងថ្លៃស្រីរបស់ខ្លួននាងស្រស់ស្អាតហើយចង់យកគាត់ដោយកម្លាំងអរគុណព្រះជាម្ចាស់ដែលខ្ញុំមានការចងចាំអំពីជីវិតរំលឹកឡើងវិញពួកគេបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីចម្រាញ់ភ្លើងនៅសម័យនេះខ្ញុំហៅនាងថាកូលាន់រន្ទះបងប្រុសខ្ញុំបានប្រាប់អ្នកហើយថាមនុស្សល្ងងនោះនឹងឡើងទៅខ្ញុំមិនដឹងថាគាត់បានលេបថ្នាំអ្វីទេប៉ុន្តែពួកគេហ៊ានចាត់វិធានការថ្ងៃនេះយើងត្រូវបង្រៀនគាត់អំពីច្បាប់គាត់គ្រាន់តែជាមនុស្សល្ងងម្នាក់គាត់មិនដឹងពីរបៀបដើម្បីឲ្យគេកោតសរសើរទេពួកគេបានចាប់ពង្រត់មនុស្សនោះហើយនាំគាត់ទៅហ្វេងស៊ីនាងបរោះរបស់អ្នកមកទទួលអ្នកវាជាអ្នកតើពួកគេនៅណាពួកគេបានរត់គេចខ្លួនខ្ញុំនៅទីនេះតើនេះជាមនុស្សល្ងងមែនទេបងប្រុសធំនោះហើយគាត់ជាអ្នកវាខ្ញុំលើកចុងក្រោយខ្ញុំក្មេងតូចឲ្យខ្ញុំមិនខ្ជិះខ្ជីដង្ហើមលើអ្នកទេហ្វេងស៊ីតែម្ដាយខ្ញុំនៅណាប្រគល់វាទៅបើមិនដូច្នោះទេទីធ្លានេះនឹងទេនៅថ្ងៃនេះមិនចាំបាច់រក្សាវាទុកទេចៅហ្វាយឆាំខ្ញុំនឹងឲ្យអ្នកនៅម៉ាស៊ីនមួយមិនហើយយកមនុស្សរបស់អ្នកទៅលើនេះខ្ញុំនឹងមិនជ្រៀតជ្រែកក្នុងរឿងថ្ងៃនេះទេស៊ើបអង្កេតតើមនុស្សល្ងងនោះបាននិយាយអ្វីផ្ដល់ឱកាសឲ្យខ្ញុំបានទេបងប្រុសអ្នកបានលើខ្ញុំត្រូវហើយនេះជាលើកទី2ខ្ញុំបានធ្វើចំនួនសរុបចំនួនដែលបាត់5ហ្វេងស៊ីនាងគឺជាសមាជិកម្នាក់នៃគ្រួសារសិនរបស់ខ្ញុំប្រសិនបើអ្នកហ៊ានលួចវាម្ដងទៀតខ្ញុំនឹងបំផ្ទុះអ្នកបងប្រុសជាតោះទៅ
ល្ងងឲ្យដេញចៅហ្វាយឆាំងចេញតើអ្នកទេសំឡេងនោះខ្លាំងពេកធ្វើឲ្យដេញញ័រយន្តក្បាលជ្រូកអញធ្វើពុតជាធ្វើអ្វីដូចភ្លេចបន្ទោភ្លាមមានរឿងអ្វីកើតឡើងអូនសុខសប្បាយជីទេបងថ្លៃមិនអីទេពួកគេនឹងមិនមកម្ដងទៀតទេតាមពិតទៅខ្ញុំឥឡូវនេះអ្វីបានល្អប្រសើរហើយវាមិនដូចពីមុនទេខ្ញុំនឹងការពារមនុស្សល្ងងនោះចាប់ពីពេលនេះទៅការពារអ្នកយុនចៅហ្វាយនីទី3តើពេលណាលោកម្ចាស់ទី3នឹងជាសះស្បើយអរគុណប្រាប់អ្នកភូមិនៅថ្ងៃស្អែកពួកគេទាំងអស់គ្នាមកទីធ្លារបស់ខ្ញុំនៅពេលព្រឹកខ្ញុំមានរឿងមួយចង់ប្រាប់អ្នកទាំងអស់គ្នាអំពីបំពង់ឫស្សីនេះកម្លាំងនៃផ្គរលាន់ដ៏ខ្លាំងនៅតែខ្វះខាតចំណុចសំខាន់គឺថាការកែលម្អបន្ថែមទៀតគឺត្រូវការដើម្បីទទួលបានកន្លែងឈរជើងនៅក្នុងគាត់នៅតែត្រូវរកដែកនៅថ្ងៃស្អែកសាកល្បងហាងលក់សិប្បកម្មប៉ុន្តែមានរឿងមួយទៀតដែលត្រូវធ្វើមុននោះគាត់ជាបងថ្លៃស្រីរបស់អ្នកណាគាត់ជាបងថ្លៃស្រីរបស់ខ្ញុំឈ្មោះសិនយុនសិនយុនរៀបការជាមួយខ្ញុំចុះអ្នកតើអ្នកកំពុងនិយាយអំពីអ្វីច្បាប់នៃរាជវង្សយូដ៏អស្ចារ្យបុរសនិងស្ត្រីស្របច្បាប់ដែលមានអាយុលើសពី14ឆ្នាំនៅលីវមិនលើសពី1ឆ្នាំតុលាការអធិរាជក៏បានលើកទឹកចិត្តដល់ការស្ដាប់ការជាមួយបងថ្លៃស្រីតើអ្នកពិតជាចង់រៀបការជាមួយអ្នកផ្សេងមែនទេជីវិតរបស់អ្នកដទៃឧបករណ៍សម្រាប់ចិញ្ចឹមកូនការមានអាយុច្រើនជាងអ្នក3ឆ្នាំគឺល្អឥតខ្ចោះអ្នកគ្រប់គ្រងផ្ទះសម្បែងខ្ញុំធ្វើការងារអ្នកអនុញ្ញាតឲ្យខ្ញុំគិតអំពីវាមួយជំហានម្ដងបងថ្លៃស្រីប៊ូឡៃឯងមិនអាចគេចផុតបានទេបន្ទាប់ពីចូលការពីម្សិលមិញយើងបានបរបាញ់សត្វព្រៃមួយចំនួននៅលើភ្នំអតិថិជនជាទីគោរពចង់ញ៉ាំអ្វីទេចូលយើងបញ្ជាក់ឲ្យច្បាស់ជាមុនសិនបើគ្មានសាច់នៅសល់ទេនោះមីប៊ូសនិងបន្លែជ្រលក់ដែលនៅសេសសល់យ៉ាងចាងអ្នកស្គាល់ខ្ញុំផ្លូវទាំងមូលអ្នកបានបិទហាងពាក់កណ្ដាលរបស់អ្នកភោជនីយដ្ឋាននៅតែគាំទ្រម្ចាស់ភោជនីយដ្ឋានទាំងអ្នកមានសមត្ថភាពឬអ្នកមានចរិតឆេវឆាវរបស់អ្នកជាភស្តុតាងនៃល្បិចកលរបស់អ្នកត្រូវតែខំធ្មេញរបស់អ្នកទាំងពីរតើអ្នកមកពីណាសូមរកខ្ញុំមានរឿងអ្វីកើតឡើងឥឡូវនេះមានទន្សាយព្រៃពាសពេញទីក្រុងមនុស្សគ្រប់គ្នាកំពុងរងទុក្ខដោយសារទូភិកតើរឿងនេះមកពីណាអ្នកបានបរបាញ់សត្វព្រៃនៅភ្នំខាងក្រោយមែនទេវិធីសាស្ត្រ Pickling គឺពិតជាប្លែកតើគេប្រើម្រេចប្រភេទណាអំបិលគ្រើមនិងស្លឹកគ្រៃទឹករុក្ខជាតិអាចរក្សាទុកបានរយៈពេល5ថ្ងៃដោយមិនខូចតើលុយប៉ុន្មានដែលអាចយកទៅប្រើដោយឥតគិតថ្លៃតើនេះមានន័យយ៉ាងណាដល់ជូនអ្នកនៅការផ្គត់ផ្គង់សត្វព្រៃដែលមានទន្សាយខ្ញោកនិងជ្រូកព្រៃរៀងរាល់5មានលក្ខខណ្ឌ2សម្រាប់សេះតែមួយទី1ពួកគេមិនទទួលយកប្រាក់សុទ្ធសម្រាប់សត្វព្រៃទេដូរគ្រាប់ធាងជាតិសម្រាប់សាច់1ផោនគ្រាប់ធាងជាតិរដុប3ផោនចំណាត់ថ្នាក់លេខ2ខ្ញុំនឹងធ្វើវាចាប់ពី3ធ្វើជំនួយនៅតែជាការងារដ៏លំបាកតើអ្នកអាចជួយខ្ញុំបានទេអ្នកគ្រប់គ្រងយ៉ាងតើអ្នកជានរណាឲ្យប្រកាសចុងដាសៀនអ្នកប្រមាញ់នឹងមិនពួកគេមិនទាំងដឹងពីរបៀបកញ្ញាតម្លៃឬប្រើប្រាស់វាសម្រាប់ស្មៅមកសវត្តជាឆ្នាំរក្សាទុកមួយណាក្មេងល្ងងតូចឲ្យទន្សាយទាំង5ក្បាលនេះសាមញ្ញណាស់5ថ្ងៃបន្ទាប់ពីកិច្ចប្រជុំអំណោយទំនិញបាច់ដំបងបានមកដល់ក្នុងរយៈពេលតិចជាង5ថ្ងៃថ្ងៃស្អែកនឹងមានការដឹកជញ្ជូនកាន់តែច្រើនឡើងលោកគ្រូល្អលោកគ្រូតើលោកគ្រូអាចថតរូបបានទេបុរសម្នាក់នេះកំពុងធ្វើបំពង់ដែកបងប្រុសតើឧបករណ៍បរបាញ់ប្រភេទនេះជាអ្វីទុកពេលឲ្យខ្ញុំ3ថ្ងៃសម្រាប់ជ្រូកព្រៃពេលអ្នកមកយកវាក្នុងរយៈពេល3ថ្ងៃបង្ហាញនេះមកខ្ញុំវាជាគ្រាប់ធាងជាតិញ៉ាំអាហាររបស់បងថ្លៃស្រីរបស់អ្នករៀងរាល់5ថ្ងៃម្ដងបន្ទាប់ពីនោះអ្នកអាចដូរយកមួយឈុតបានដោយមិនបាច់ខ្ញុំនឹងធ្វើឲ្យអ្នកឃ្លានម្ដងទៀតទៅចម្អិនអាហារភ្លាមទៅបងថ្លៃស្រីឲ្យមកញ៉ាំសាច់ឲ្យបានច្រើនណាអ្នកស្គមណាស់ពួកគេថែមទាំងបានស៊ីសាច់សម្រាប់ខ្ញុំនិងអ្នកដទៃទៀតផងខ្ញុំបានតាក់ទង Black Wing ពូឡៅដាមកពីភូមិនឹងមកដល់ទីនេះក្នុងរយៈពេល2-3ថ្ងៃទៀតអ្នកនឹងទទួលបានអ្វីដែលកំពុងមករកអ្នក